នៅពេលដែលអ្នកចាប់ផ្ដើមទៅហាត់ប្រាណថ្ងៃទី1អ្នកនឹងមានអារម្មណ៍ថាអ្នកគឺជាមនុស្សដែលទន់ខ្សោយបំផុតមិនអាចលើកគីឡូធ្ងន់ឬក៏មិនអាចលើកទម្ងន់ឲ្យបានយូរឬក៏មានអារម្មណ៍ថាខ្លួនប្រាណរបស់ខ្លួនឯងគឺទន់ខ្សោយរងការឈឺចាប់ពេញរាងកាយប៉ុន្តែវាគឺជាវិធីតែមួយគត់ទម្រាំតែអ្នកអាចក្លាយជាមនុស្សដែលរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តនៅពេលដែលអ្នកចាប់ផ្ដើមរៀនជំនាញថ្មីឬក៏រៀនអ្វីថ្មីអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលល្ងងខ្លៅបំផុតមានអារម្មណ៍ថាច្របូកច្របល់ហើយក៏មិនដឹងថាអ្នកកំពុងតែរៀនអំពីអ្វីដែរប៉ុន្តែវាគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែជួបប្រទះហើយឆ្លងកាត់ពេលវេលាជាច្រើនខែមកយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលពូកែជាងមុនឆ្លាតជាងមុនអីជាដើមនៅពេលដែលអ្នកចាប់ផ្ដើមក្នុងការវិនិយោគទៅកាន់ការអភិវឌ្ឍខ្លួនឯងជាលើកដំបូងមិនថាជាការអភិវឌ្ឍជំនាញឬក៏ការវិនិយោគទៅកាន់អាជីវកម្មតូចឬក៏ការរកស៊ីរបស់អ្នកជាលើកដំបូងអ្នកនឹងអស់លុយចាយព្រោះអ្នកត្រូវការលុយក្នុងការវិនិយោគមិនថាជាការរៀនការចាប់ផ្ដើមជាការរបស់អ្នកត្រូវតែចំណាយដូច្នេះអ្នកនឹងមានអារម្មណ៍ថាអ្នកគឺជាអ្នកក្រអញ្ចឹងហើយអ្នកមិនមានលុយក្នុងការហ៊ឺហាដូចមុននោះទេហើយវាគឺជាអ្វីដែលវាតែងតែកើតមានហើយបន្ទាប់មកការវិនិយោគរបស់អ្នកនោះវានឹងផ្ដល់ផ្លែផ្កានិងផលតបស្នងត្រឡប់មកវិញលើសពី10ឬក៏1000ដងនៃការវិនិយោគរបស់អ្នកនៅពេលដែលអ្នកចាប់ផ្ដើមប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នកនោះអ្នកនឹងមានអារម្មណ៍ថាអ្នកខ្លាចហើយវាធ្វើឲ្យអ្នកចង់បោះបង់ហើយបន្តខ្លាចជាមនុស្សដែលពោពេញទៅដោយភាពខ្លាចបន្តទៅទៀតការប្រឈមមុខនឹងអ្វីមួយដែលយើងខ្លាចវាគឺជាវិធីតែមួយគត់ក្នុងការធ្វើឲ្យយើងខ្លាចជាមនុស្សដែលមានភាពក្លាហានជាងមុននិងមានទំនុកចិត្តជាងមុនក្នុងការប្រឈមមុខនឹងអ្វីដែលយើងតែងតែខ្លាចពីមុននោះឯងវាមិនអីនោះទេក្នុងការចាប់ផ្ដើមដោយមានគម្រោងការមិនច្បាស់លាស់មិនល្អខ្ចោះឬក៏ការចាប់ផ្ដើមតូចឬក៏ចាប់ផ្ដើមដែលពោពេញទៅដោយភាពច្របូកច្របល់ការមិនច្បាស់លាស់ឬក៏ការគ្មានទំនុកចិត្តឬក៏ការចាប់ផ្ដើមដោយភាពភ័យខ្លាចព្រោះវាគឺជាអ្វីដែលមនុស្សគ្រប់គ្នាឬក៏អ្នកដែលយើងឃើញដែលមានភាពក្លាហានឬក៏មានភាពឆ្លាតវៃឬក៏មានចំណូលខ្ពស់ដែលយើងតែងតែស្រមៃវាគឺជាអ្វីដែលពួកគាត់តែងតែជួបប្រទះនៅពេលចាប់ផ្ដើមដូច្នេះវាមិនអីទេក្នុងការចាប់ផ្ដើមដោយមានកំហុសការចាប់ផ្ដើមដោយមិនភាពច្បាស់លាស់ឬក៏ការចាប់ផ្ដើមដោយភាពភ័យខ្លាចអ្វីដែលអ្នកត្រូវការគឺការចាប់ផ្ដើមធ្វើវាពង្រឹងវា